នៅថ្ងៃទី11ខែមីនានាវាពាណិជ្ជកម្មចំនួន3គ្រឿងបានរងការវាយប្រហារនៅជិតច្រកសមុទ្រ Hormuz ដោយក្នុងចំណោមនោះនាវាមួយគ្រឿងរបស់ប្រទេសថៃរងគ្រោះធ្ងន់ធ្ងរជាងគេរហូតនាវិក20នាក់ត្រូវបង្ខំចិត្តចាក់ចោលនាវាភ្លាមៗនេះបញ្យងតាមសារព័ត៌មានធំៗដូចជា USA Today, CNA និង Reuters ជាដើមយោងតាមរបាយការណ៍សន្តិសុខដែនសមុទ្រពីអង្គការ UKMTO របស់ចក្រភពអង់គ្លេសបានឲ្យដឹងថានាវាដឹកទំនិញមួយគ្រឿងដែលមានទង់ជាតិថៃឈ្មោះ Mairuri Nari បានឆាបឆេះភ្លាមៗក្រោយរងការវាយប្រហារដោយគ្រាប់មិនស្គាល់អត្តសញ្ញាណចំនួន1គ្រាប់នៅចម្ងាយប្រហែល20គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសអូម៉ង់សមាជិកនាវិកប្រហែល20នាក់បានភៀសខ្លួនចេញភ្លាមៗដោយបន្សល់ទុកតែនាវិក3នាក់ប៉ុណ្ណោះនៅលើនាវានោះចំណែកឯនាវា2គ្រឿងផ្សេងទៀតបានរងការវាយប្រហារនៅក្នុងដែនទឹកក្បែរនោះដែលស្ថិតនៅភាគខាងលិចនៃប្រទេសអារ៉ាប់រួមនាវាដឹកកុងតឺន័រមួយគ្រឿងឈ្មោះថា One Majesty របស់ប្រទេសជប៉ុនបានរងការខូចខាតបន្តិចបន្តួចហើយនាវាដែលរងគ្រោះមួយទៀតមានឈ្មោះថា Star Gwinnett របស់កោះម៉ាសាល់អបអរសាទរនៅក្បែរច្រកសមុទ្រ Hormuz នៅថ្ងៃទី11ខែមីនាបានក្លាយជាហេតុការណ៍វាយប្រហារជាលើកដំបូងក្នុងរយៈពេល72ម៉ោងចុងក្រោយបន្ទាប់ពីអ៊ីរ៉ង់បានគំរាមវាយប្រហារមិនរើសមុខទៅលើនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះអ៊ីរ៉ង់បានបង្ហាញឲ្យពិភពលោកបានឃើញថាខ្លួនហ៊ាននិយាយគឺហ៊ានធ្វើដោយមិនញញើតសូម្បីតែការគំរាមពីមហាអំណាចអាមេរិក។